challenge ចៃលុយ 20,000 រៀលនៅផ្សារទូទឹកពងមិនដឹងអេពីសូតទីប្រហែលទេតែបើចូលក្នុងផ្សារទូទឹកពងអាហ្នឹងខ្ញុំទើបលើកទី1ទេរាល់ដងធ្លាប់តែទិញអីនៅអាចំហៀងផ្សារប៉ុន្តែបើថាចូលខាងក្នុងហ្នឹងអាហ្នឹងខ្ញុំអត់ដែរចូលបណ្ដោយខ្មែរយើងហៅថាផ្សារទូទឹកពងតែអត់ដឹងមិនដែរឃើញបរទេសគេហៅថា Russia Market អញ្ចឹងដែរចូលផ្សារចុះឡើងខ្ញុំក៏សម្រេចថាហូបបាយសូបពេលព្រឹកភាគច្រើនខ្មែរយើងបាយសូបហ្នឹងឯងពេញនិយមជ្រក់អ៊ីដាក់មកឡើងមួយចានហ្មងផ្លែជ្រក់គាត់មានទាំងស្ពៃក្តោកហើយមានទាំងជីបង្គាកូនទៀតខ្ញុំដើរហូបអីនៅក្នុងផ្សារច្រើនដែរអត់ដឹងមិនដែរឲ្យតែនៅក្នុងផ្សារអញ្ចឹងរបស់លក់ភាគច្រើនកម្រថាអត់ឆ្ងាញ់ហើយបាយមួយចានហ្នឹងតម្លៃ 12,000 ហើយខ្ញុំផឹកតែតកកមួយកែវដែរតែហ្នឹងអស់ 2,000 ទៀតអញ្ចឹងលុយខ្ញុំនៅសល់តែ 6,000 ទេបាយរួចចូលដល់វគ្គផ្អែមម្ដងខ្ញុំដាក់សណ្តែកខ្មៅមួយចានដំបូងខ្ញុំរត់ទៅរកសណ្តែកខៀវទេតែអត់មានតែសណ្តែកខ្មៅផ្អែមសណ្តែកខ្មៅគាត់មានទាំងខ្នោហើយមានទាំងសាច់ត្នោតដែលយើងលាយតិចៗទៀតមួយចានហ្នឹង 3,000 ប៉ុន្តែឆ្ងាញ់ខ្លាំងអស់ 3,000 អីបាទអញ្ចឹងឥឡូវលុយខ្ញុំនៅសល់គឺ 3,000 រៀលឥឡូវខ្ញុំមិនដឹងថាត្រូវទិញអីទៀតទេខ្ញុំដើរមើលតទៀតសិនដោយសារថវិកាគឺមានចំណុចកំណត់អញ្ចឹង 20,000 រៀល challenge របស់យើងហ្នឹងខ្ញុំបង្ហើយវាជាមួយសណ្តែកដីមកផ្សារទូទឹកពងលើកទី1នេះគឺទិញបានតែ3មុខទេ 20,000 ហ្នឹងហើយជួបខ្ញុំនៅវីដេអូក្រោយទៀត follow មួយអូ